តុលាការកំពូលនៅព្រឹកថ្ងៃទី3ខែកក្កដាបានប្រកាសសាលដីកាលើសំណុំរឿងលោកកើតសារាយប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរដោយសម្រេចតម្កល់សាលក្រមរបស់សាលាដំបងក៏ដូចជាសាលាអូតូទុកជាបានការដដែលពាក់ព័ន្ធទៅនឹងសំណុំរឿងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមឬបទមិនរៀងចាលមន្ត្រីអង្គការជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកយីសុកសានបានប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការថាតុលាការកំពូលបានប្រកាសសាលដីកាលើសំណុំរឿងរបស់លោកកើតសារាយដោយសម្រេចតម្កល់សាលក្រមរបស់សាលាដំបងក៏ដូចជាសាលាអូតូទុកជាបានការដដែលលោកថាលោកខកចិត្តចំពោះការសម្រេចនេះពីព្រោះក្នុងនាមជាអង្គការសង្គមស៊ីវិលដែលធ្វើការងារលើវិស័យសិទ្ធិមនុស្សសំខាន់ជាងគេគឺសេរីភាពក្នុងការបញ្ចេញមតិយើងក៏ស្នើសុំទទូចដែរទៅរាជរដ្ឋាភិបាលមេត្តាស្នើសុំទៅអង្គព្រះមហាក្សត្រដើម្បីដោះលែងឲ្យពួកដែលធ្វើការងារសង្គមពួកអ្នកធ្វើការងារសង្គមនេះគឺជាកោសិការបស់រាជរដ្ឋាភិបាលទេមិនមែនជាអ្នកណាទេគាត់ជួយបំពេញចន្លោះខ្វះខាតរបស់រដ្ឋាភិបាលនៅពេលណាដែលមានការខ្វះចន្លោះពីការដែលអនុវត្តទៅវាធ្វើឲ្យមានការប្រាក់ចាក់ខុសទឹកដៅលោកយីសុកសានបានបន្ថែមថាការដាក់ទោសទណ្ឌពីបទមិនរៀងចាលរហូតដល់4ឆ្នាំនិងផាកពិន័យជាប្រាក់2លានរៀលគឺជាការធ្វើទុកមួយទៅដល់លោកកើតសារាយហើយក៏ជាការប្រមានទៅដល់អង្គការផ្សេងទៀតក៏ដូចជាយុវជនមិនហ៊ាននិយាយលោកថានេះជាការគំរាមកំហែងផ្នែកស្មារតីមួយទៅដល់អ្នកដែលហ៊ាននិយាយលោកយីសុកសានបានបន្ថែមថាការដាក់ទោសទណ្ឌពីបទមិនរៀងចាលរហូតដល់4ឆ្នាំនិងផាកពិន័យជាប្រាក់2លានរៀលគឺជាការធ្វើទុកមួយទៅដល់លោកកើតសារាយហើយក៏ជាសារព្រមានដល់អង្គការផ្សេងៗក៏ដូចជាយុវជនលោកថានេះជាការគំរាមកំហែងផ្នែកស្មារតីដល់អ្នកដែលហ៊ាននិយាយលោកខាន់ច័ន្ទថនជាប្រជាពលរដ្ឋម្នាក់ដែលមកចូលរួមស្ដាប់តុលាការប្រកាសសាលដីកាបានប្រាប់អ្នកសារព័ត៌មានថាលោកសូមអំពាវនាវឲ្យពលរដ្ឋខ្មែរចេះស្រឡាញ់គ្នានិងសាមគ្គីគ្នាលោកក៏សូមឲ្យតុលាការកាត់ទោសឲ្យស្មើភាពនិងមានភាពយុត្តិធម៌ទោះជាអ្នកមានអ្នកក្រក៏ជាពលរដ្ឋខ្មែរដូចគ្នាលោកកើតសារាយត្រូវបានចាប់ខ្លួននៅដើមខែមេសាឆ្នាំ2024បន្ទាប់ពីលោកបានចេញមុខតស៊ូមតិជំនួសប្រជាពលរដ្ឋដែលមានចំនួនដីធ្លីពាក់ព័ន្ធនឹងដីសម្បត្តិសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសេឡាដាមិច Coal Ltd នៅស្រុកគូលែនខេត្តព្រះវិហារនៅដើមខែវិច្ឆិកាឆ្នាំ2024សាលាដំបងរាជធានីភ្នំពេញបានផ្តន្ទាទោសលោកកើតសារាយឲ្យជាប់ពន្ធនាគារ4ឆ្នាំនិងពិន័យជាប្រាក់2លានរៀលពីបទមិនរៀងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសមជ្ឈិមតាមមាត្រា88នៃក្រមព្រហ្មទណ្ឌបន្ទាប់ពីលោកធ្លាប់រងការផ្តន្ទាទោសពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា494និងមាត្រា495កាលពីឆ្នាំ2021លោកកើតសារាយធ្លាប់ជាប់ពន្ធនាគារចំនួន20ខែពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងករណីលោកទាមទារឲ្យដោះលែងអតីតមេដឹកនាំសហជីពលោករងឈុនខណៈដែលលោករងឈុនកំពុងជាប់ពន្ធនាគារ